ជំរាបសួរខ្ញុំលើកយកពីជនមិនស្គាល់មុខបានធ្វើសកម្មភាពកោះទ្វារចេតិយចូលបំផ្លាញបកោតដាក់ធាតុចោលពាក់ព័ន្ធនឹងករណីនេះតាមវត្តអារាមនានាមួយចំនួនក៏មានកើតឡើងហើយដែលតាមវត្តអារាមមួយចំនួនបាទដែលខ្ញុំមើលឃើញមិនមែនដាក់បន្ទុកបាទទៅលើព្រះចៅអធិការវត្តឬមួយយ៉ាងណាទេតែខ្ញុំមើលឃើញថាវត្តអារាមមួយចំនួនបាទគឺវិន័យហ្នឹងវាមានការធូរអាលុងបាទជុំវិញបាទព្រះសង្ឃបាទចេញចូលបាទជុំវិញពុទ្ធបរិស័ទបាទចេញចូលក៏ដូចជាបាទអ្នកដំណើរចិត្តឆ្ងាយបាទចេញចូលសេរីបាទពេលយប់នេះបាទជាពិសេសវាអាចនឹងមានបាទមនុស្សវិកលចរិតបាទឬមួយក៏អ្នកញៀនថ្នាំបែកថ្នាំវាចេញចូលវត្តខ្លះហ្នឹងមានជនអស់នេះបាទទៅដេកនៅក្នុងចេតិយរបស់គេទៅទៀតបាទសំខាន់ណាស់បាទប្រិមត្តទស្សនិកជនឪពុកម្ដាយបាទបងប្អូនកូនក្មួយដែលគាត់បាទចំណាយថវិកាជាបច្ច័យទៅសុំព្រះអង្គសុំព្រះចៅអធិការវត្តដើម្បីធ្វើចេតិយបាទជាកន្លែងតម្កល់សម្រាប់សក្ការៈបូជាបាទសាច់ញាតិរបស់បងប្អូនដែលយកធាតុទៅដាក់តម្កល់នៅក្នុងចេតិយនោះគឺសំខាន់ណាស់គឺគាត់ពឹងផ្អែកមកទុកចិត្តបើទៅលើវត្តអារាមនោះតែម្ដងបាទជាពិសេសគឺព្រះចៅអធិការវត្តលោកស្រីផាន់សំផស្សបាទមេធាវីបាទគឺគាត់បាទរងភាពអយុត្តិធម៌នេះបាទគឺគាត់បានជួបផ្ទាល់បាទដោយខ្លួនគាត់បាទដែលជនមិនស្គាល់មុខបាទបានកោះបាទទ្វារចេតិយចូលបំផ្លាញបកោតឪពុកម្ដាយរបស់បាទលោកស្រីមេធាវីផាន់សំផស្សនៅក្នុងវត្តបឹងខ្ចាងក្នុងភូមិប្រឡាយឃុំបឹងខ្ចាងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលលោកស្រីបានផ្ដល់ព័ត៌មាននេះមកឲ្យខ្ញុំដើម្បីឲ្យជួយផ្សព្វផ្សាយព្រោះលោកស្រីបាទស្ដាយណាស់ធាតុឪពុកម្ដាយហើយយើងខំចំណាយបច្ច័យបាទយើងខំបាទរក្សាបាទតម្លៃបាទគុណធម៌បាទទឹកចិត្តជាឪពុកម្ដាយបើទោះបីជាគាត់ទទួលមរណភាពអនិច្ចកម្មក្តីតែលោកស្រីនៅតែគោរពបាទប្រតិបត្តិនៅក្នុងនាមជាកូនបាទទាល់តែពេលមានជនមិនស្គាល់មុខបាទមកកោះទ្វារចេតិយបំផ្លាញបាទកោតដាក់ធាតុឪពុកម្ដាយរបស់គាត់មានការសោកស្ដាយយ៉ាងពន់ពេកអ្វីដែលគាត់ខំបាទលះបង់បាទអ្វីដែលគាត់បាទខំបាទតស៊ូកន្លងមកបាទកាលពីថ្ងៃទី24ខែសីហាឆ្នាំ2026បាទលោកស្រីផាន់សំផស្សគឺបានដាក់ពាក្យបាទបណ្ដឹងបាទប្តឹងចូលលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងខ្ចាងមករួចហើយបើកាលពីថ្ងៃទី20បាទខែសីហាឆ្នាំ2026វេលាម៉ោងប្រហែល23:30 នាទីមានជនមិនស្គាល់អត្តសញ្ញាណបពួកបានធ្វើសកម្មភាពកោះទ្វារចេតិយបាទដាក់ធាតុឪពុកម្ដាយរបស់នាងខ្ញុំនៅវត្តបឹងខ្ចាងស្ថិតនៅក្នុងភូមិបលាយឃុំបឹងខ្ចាងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលនឹងបានបំផ្លិចបំផ្លាញកោតដាក់ធាតុឪពុកម្ដាយរបស់នាងខ្ញុំដែលបានតម្កល់ទុកនៅក្នុងចេតិយបាទអញ្ចឹងលោកស្រីបាទមេធាវីផាន់សំផស្សបានដាក់ពាក្យបណ្ដឹងបាទចូលទៅប៉ុស្តិ៍បឹងខ្ចាងរួចហើយបាទអញ្ចឹងអាជ្ញាធរបាទពាក់ព័ន្ធបាទសូមជួយដើម្បីចាប់បាទជនសង្ស័យបាទឲ្យមកទទួលទោសព្រះចៅអធិការវត្តបឹងខ្ចាងបាទសូមព្រះអង្គបាទដាក់វិន័យមួយឲ្យបានតឹងរ៉ឹងបាទជុំវិញពុទ្ធបរិស័ទបាទក៏ដូចជាក្មេងទំនើងបាទចិញ្ចូលបាទវត្តអារាមបឹងខ្ចាងនេះសូមឲ្យមានវិន័យហើយបើអាចគួរតែដាក់បាទវេនយាមព្រោះនៅវត្តបឹងខ្ចាងអាចមានលោកណេនបាទឬមួយក៏ពុទ្ធបរិស័ទមួយចំនួនគាត់ស្នាក់គង់អាស្រ័យនៅក្នុងវត្តហ្នឹងហើយអាចដាក់វេនបាទ3ម៉ោងឬក៏2ម៉ោងម្នាក់អញ្ចឹងទៅដើម្បីការពារបាទជនមិនស្គាល់អត្តសញ្ញាណបាទជនខិលខូចបាទពួកដែលប្រើប្រាស់គ្រឿងញៀនបាទដើម្បីការពារក្រែងលោថ្ងៃក្រោយទៀតទៅវាចូលកោះបាទចេតិយបាទរបស់ពុទ្ធបរិស័ទផ្សេងទៀត